ខ្ញុំយ៉ាម៉ាដាហើយសួស្តីអ្នកនរគ្នាហើយថ្ងៃនេះផងដែរយើងនឹងមកបន្តនៃរឿងបង្ហាត់ប្រយុទ្ធកំពូលហើយមុននឹងចូលទៅកាន់សាច់រឿងសូមអរគុណទៅកាន់អ្នក Donator ជាដំបូងអរគុណទៅកាន់ Brother Mazuki អរគុណទៅកាន់ Luming Fei ហើយអរគុណទៅកាន់ Loki មិនមានអ្វីផ្ដោតទៅកាន់អ្នកទាំង3វិញទេមានតែអរគុណច្រើនហើយអ្នកនរគ្នាមានចង់និយាយថាពួកគាត់សើជាអ្នកសម្រាយរឿងផងដែរនេះគឺជា channel របស់ Mazuki ហើយនេះគឺជា channel របស់ Luming Fei ហើយនេះគឺជា channel របស់ Loki រឿងទាំងអស់ហ្នឹងពិតជាល្អមើលមែនទែនសូមអ្នកនរគ្នាចូលទៅមើលម្នាក់មួយតើនឹងចូលទៅកាន់វីដេអូបើសិនជាអ្នកទាំងអស់គ្នាចង់ donate មកកាន់ admin អាច donate តាម QR ទាំងពីរនេះបានតិចច្រើនក្តី admin ទទួលយកទាំងអស់ហើយកុំភ្លេចជួយ subscribe មួយផងហើយនឹង comment អ្វីក៏បានដែរឲ្យ comment អ្វីក៏បានតិច comment អ្វីក៏បានដែរជាប់បដ ாய் ឲ្យខាតពេលយូរចូលទៅកាន់វីដេអូយើងយកហ្មងទៅដើមរឿងមកយើងរំលឹកពី chapter ដំបូងបន្តិចមានក៏បាននិយាយទៅកាន់ CN ថាខ្ញុំព្រមមករៀនការសិក្សាសម្រាប់អ្នកពេលនោះ CN ក៏បាននិយាយថាខ្ញុំមិនព្រមទេមិនអាចទៅរួចទេហើយអាប៉ែកយកមានក៏បាននិយាយទៅកាន់ CN វិញថាហេតុអ្វីទៅ CN ក៏បាននិយាយទៅកាន់សេយកថាសេយកដឹងអត់ជាខ្ញុំមករៀនក្បាច់គុណទៅកាន់អ្នកដឹងថាពាក់ព័ន្ធនឹងអ្វីអត់នេះក៏បានបន្តទៀតថាចុះកន្លែងហាត់ប្រាណមានកន្លែងហាត់បដាល់មានចុះអ្នកមិនព្រមទៅហើយសេយកវាក៏បាននិយាយថាព្រោះអីពួកអាប៊ូលីអីវានៅហើយ CN នេះក៏បាននិយាយថានោះមិនមែនជាបញ្ហារបស់ខ្ញុំទេហើយនៅពេលនោះដែរជាពាក់ CN ក៏បាននិយាយទៅកាន់អប៉ែកសេយកថាមានអីទេចំពោះការសិក្សារបស់ខ្ញុំរៀនវាដល់ខ្លួនឯងសេយកវាក៏បានថាទេជួយមករៀនខ្ញុំមកហើយនៅពេលនោះដែរ3ក្បាលនឹងក៏បានដឹងខ្លួនមកវិញហើយអប៉ែកសេយករបស់យើងឃើញ3ក្បាលនឹងដឹងខ្លួនមកវិញព្រោះភ័យខ្លាចមែនទេរត់ឡើងលើទេយកមកហើយសេយកវាក៏បានក៏ទៅកាន់ការប្រយុទ្ធផុន CN ដើម្បីវាថាវាមិនដែលឃើញការប្រយុទ្ធណាសាហាវដល់ថ្នាក់ហ្នឹងទេហើយវាក៏បានគិតហងចិត្តទៀតថាបើសិនជាវាបានរៀនជាមួយមនុស្សបែបហ្នឹងប្រហែលជាកែប្រែជីវិតវាបែបណាទេហើយវាក៏បានកាត់សម័យទៅកាន់ការប្រយុទ្ធរបស់ CN ប្រាជេបតែម្ដាយគាត់អាក្បាលពោអាចទៅបើកលុយភ្លាមហើយសម្បីតែជាមនុស្សសាច់ដុំដូចជាអាក្បាលតងោត្រឹមតែមួយកែងតែប៉ុណ្ណោះទៅបើកលុយភ្លាមហើយវាក៏បានថាវាចង់ខ្លាំងដើម្បីទៅជ្រះបញ្ជាជាមួយអាក្បាលផ្សិតហើយកាត់មកកាន់ពេលព្រលឹមស្រាងឆ្លប់មិនចាំងពីម៉ាក់អបិសយុកនឹងវាហើយម៉ាក់វាក៏បាននិយាយទៅកាន់វាថាម៉ាក់ទៅធ្វើការហើយចោះគុណយកសាំងវិញទៅកាន់ CN មួយផងម្សិលមិញនឹងគិតសែងថ្ងៃនេះប្រហែលជានឹងផ្លាស់ប្ដូរចិត្តហើយវាក៏បានឡើងទៅហើយវាក៏បានកោះហៅ CN ហើយវាក៏បានគិតក្នុងចិត្តថាសំបីតការឆ្លៃតបនឹងមិនតបតនឹងខ្ញុំផងហើយវាក៏បានសន្និដ្ឋាននៅក្នុងចិត្តថាមានអីទេខ្ញុំទុកនៅមកក៏តបនឹងយកហ្មងតបនៃការគិតវាបញ្ចប់ CN ក៏បានស្រែកហៅទៅកាន់វាចូលមកហើយវាក៏បានថាចែកចូលហើយណាបន្ទាប់ពីវាចូលហើយអ្នកអរគ្នាមើលខ្លួនឯងទៅខ្ញុំមើលមានអីត្របរិយាយទេបន្ទាប់ពីអបិសយុកវាក៏បានឃើញចឹងហើយវាក៏បានស្រែកខ្លាំងមែនទែនហើយ CN នាងក៏បាននិយាយទៅកាន់អបិសយុកថានេះមើលខ្ញុំពាក់ខោតាហើយសេយុកវាក៏បាននិយាយថាឲ្យខ្ញុំសុំទោសផងព្រោះអីម៉ាក់ខ្ញុំឲ្យយកសាំងវិញទៅកាន់នាង CN នាងក៏បាននិយាយទៅកាន់សេយុកថាយកទៅទុកនៅលើតុហើយចាក់ចេញពីទីនឹងទៅហើយនៅពេលនោះវាក៏បាននិយាយថាខ្ញុំទុកនៅនេះហើយណាហើយនៅពេលនោះដែរសេយុកវាក៏បានកលេចទៅកាន់ខេសភៅមួយនឹងគឺជាសភៅស្នេហានៅពេលនោះដែរវាក៏បានបើកយកមកអានហើយនៅពេលដែលវាអានសោកក៏បាន CN ចេញមក CN ក៏បាននិយាយថាអ្នកមិនតន់ចេញទៅទេហើយសេយុកវាក៏បាននិយាយថានេះគឺជាសភៅហើយ CN នេះក៏បានមើលទៅកាន់សភៅនឹងផងដែរហើយនឹងត្រឹមតែបានអៀនតែប៉ុណ្ណោះហើយនៅពេលនោះដែរ CN ក៏បានសម្ដៅទៅកាន់សេយុកហើយនឹងក៏បានច្រត់ទៅកាន់សេយុកហើយនឹងក៏បាននិយាយថាផងដែរអូខ្ញុំមើលទៅដូចជាមិត្តអ្នកមែនទេគ្រាន់តែខ្ញុំនិយាយជាមួយអ្នកហើយខ្ញុំចង់និយាយទៅកាន់អ្នកថាអ្នកចាញ់ខ្ញុំចង់និយាយប្រាប់ថានាមអ្នកចាញ់ហ្នឹងជាអាក្បាលផ្សិតដែលដាក់មកកាន់សេយុកក៏អ្វីសពថ្ងៃអ្នកជួយតែដឹងរឿងគេតែប៉ុណ្ណោះអ្នកអត់ដឹងរឿងគេតែមួយថ្ងៃអ្នកអត់សុខចិត្តមែនទេពេលនោះដែរ CN ក៏បានដេញទៅកាន់សេយុកយើងចេញសេយុកវាក៏បាននិយាយឡើងថាអ្វីដែលខ្ញុំនិយាយម្សិលមិញពីការវង្ហាត់មិនរៀនមកកាន់ខ្ញុំហើយខ្ញុំតបស្នងទៅកាន់នាងវិញខ្ញុំនឹងមិនរៀននាងពីការសិក្សាឡើងវិញបើសិនជានាងចង់មករៀនមកកាន់ខ្ញុំអាចប្រាប់ខ្ញុំបានហើយបើសិនជានាងអត់បកកែសិក្សាអញ្ចឹងហើយប្រហែលជាថ្ងៃណាមួយគេនឹងអាចដេញនាងចេញពីសាលាផងដែរហើយបើសិនជានាងចង់រៀនការសិក្សាខ្ញុំនឹងមករៀនទៅកាន់នាងគ្រប់ពេលមិនថាពេលវេលាណាក៏ដោយហើយនាងនៅតែបន្តការសិក្សាតែម្នាក់ឯងកាលណាចេះហើយកាលណាទៅមកហើយនិយាយអញ្ចឹងខ្ញុំអាចមករៀននាងគ្រប់ពេលហើយបើសិនជានាងផ្លាស់ប្ដូរចិត្តខ្ញុំនិយាយទៀតហើយភ្លាមនោះ CN ក៏បានកោសភៅទៅកាន់វាហើយ CN ក៏បាននិយាយផងដែរនិយាយច្រើនខ្លាំងណាស់កាត់មកកាន់ពេលប្រឡប់អបិសយុកកំពុងនិយាយជាមួយម៉ាក់វាក៏បានថាចែកទីទៀតម៉ាក់ទៅដល់លោះហើយកុំភ្លេចទៅលងក្រហមដែលម៉ាក់ស្ងោកុំភ្លេចយកទៅកាន់នាងផងហើយភ្លាមនោះវាត្រឹមបានឆ្លើយបានម៉ាក់ហើយនៅពេលនោះជាពាក់ CN ក៏បានស្រែកសួរទៅកាន់អបិសយុកថាអ្វីអ្នកនៅក្រៅបន្ទប់គេចឹងហើយសេយុកវាក៏បាននិយាយថាគ្រាន់តែម៉ាក់វាឲ្យយកទៅលំមកកាន់នាងតែប៉ុណ្ណោះរំខានដែរមិនចុះនាងពាក់អាវស្អាតបាត់ចឹងនាងចេញទៅណាចឹងហើយនៅពេលនោះ CN ក៏បាននិយាយទៅកាន់សេយុកថាចប់សិនខ្ញុំមានអ្វីចង់និយាយជាមួយអ្នកការសិក្សាអង់គ្លេសរបស់ខ្ញុំពិតជាខ្សោយខ្លាំងមែនទែនដូចជាសាលារៀនអង់គ្លេសជាដើមសាលារៀនការ៉េសាលារៀនក្បាច់គុនមិនសឹងទៅដូរឆោតមែនទែនដល់ពេលចឹងយើងចាប់ដើមវាឡើងសេយុកហើយសេយុកវាក៏បានកាត់សម័យបន្តិចនៅពេលដែលវានិយាយជាមួយ CN ថាការសិក្សារបស់នាងខ្សោយចឹងគ្មានសាលារៀនណាទទួលយកទេអ្នកមិនរៀនខ្ញុំពីការសិក្សាខ្ញុំមិនរៀនអ្នកពីការប្រយុទ្ធហើយរឿងរបស់យើងកាត់ទៅកាន់នៅពេលសេយុកមិនរៀន CN ហើយនៅពេលនោះសេយុកក៏បានសួរទៅកាន់ CN ថាមូលដ្ឋានទី1ហើយនេះគឺជាអ្វីហើយ CN នាងក៏បានឆ្លើយថានឹងមកពីការជួបបារីវាបណ្ដាលឲ្យយើងខូចសួតហើយទី2វាបណ្ដាលឲ្យយើងក្អកហើយសេយុកវាក៏បាននិយាយឡើងថាការសិក្សារបស់នាងខ្សោយពីហួសពីការខ្ញុំគិតហើយសេយុកវាក៏បាននិយាយឡើងបន្តទៀតថាហើយខ្ញុំអត់ចង់និយាយច្រើនទៀតទេព្រោះអីអ្នកទាំងអស់គ្នាដឹងហើយ ABC ហើយបើសិនជាអ្នកទាំងអស់គ្នាចង់រៀនដែរខ្ញុំអាចនិយាយតាមរយៈសេយុកហើយកាត់មកកាន់ពេលវេលាដែល CN មករៀនសេយុកពី
ពីការប្រយោជន៍វិញស៊ីអ៊ីនក៏បាននិយាយទៅកាន់សេយកយើងថាមូលដ្ឋានគ្រឹះទី1យើងត្រូវដឹងពីចំណុចខ្សោយរបស់គូប្រកួតយើងហើយសេយកវាក៏បានចោទសួរទៅកាន់ស៊ីអ៊ីនថាពេលនាងប្រយុទ្ធនាងសិក្សាពីគូប្រកួតសិនមែនទេស៊ីអ៊ីននាងក៏បានតបថាប៉ិតណាស់ហើយកាត់មកកាន់ពេលវេលាដែលពួកគេកំពុងលបមើលជាគូប្រកួតរបស់សេយកហើយសេយកវាក៏បានសួរទៅកាន់ស៊ីអ៊ីនថានាងម៉ាន់គីឡូធ្ងន់ម្ល៉េះហើយស៊ីអ៊ីននាងក៏បានសួរទៅកាន់សេយកយើងថាហេតុអ្វីខ្ញុំអត់ឃើញគូប្រយុទ្ធរបស់អ្នកសេយកវាបានបរិយាយថាច្បាស់ណាស់នៅទីហ្នឹងហើយនៅពេលនោះដែរស៊ីអ៊ីនក៏បានស្រែកថាមកកាន់សេយកអ្នកលើកខ្ញុំឲ្យខ្ពស់តិចស៊ីអ៊ីនធ្ងន់ណាស់នៅពេលនោះស៊ីអ៊ីនក៏បាននិយាយទៅកាន់សេយកថាខ្ញុំឃើញពួកគេហើយនៅពេលនោះយើងក៏បានលើសាំងវងនិយាយទៅកាន់អ្នកណាម្នាក់ខ្ញុំមានឈ្មោះថាជូសាំងវងអាយុ17ឆ្នាំអ្នកទាំងអស់គ្នាកុំចម្លែកនៅពេលដែលខ្ញុំហៅវាអាក្បាលផ្សិតតាមពិតទៅឈ្មោះវាពិតឈ្មោះសាំងវងដល់ពេលអញ្ចឹងខ្ញុំហៅថាអាក្បាលផ្សិតឬសាំងវងដូចគ្នាពេលនោះស៊ីអ៊ីនក៏បានសួរទៅកាន់សេយកថាបរិសុទ្ធក្រហមនោះមែនទេហើយសេយករបស់យើងក៏បានឆ្លើយថាពិតមែនហើយបានហើយសាំងវងក៏បាននិយាយជាមួយគ្នាវាថាវានឹងតសងសឹកចំពោះអាបរិសម្នាក់ទៀតឈ្មោះថាអូសូរ៉ាដែលវាយបំបាក់ដៃមើលភ័ក្ររបស់យើងហើយនៅពេលនោះដែរស៊ីអ៊ីនក៏បាននិយាយទៅកាន់សេយកថាសេយកបរិសទាំងនឹងមានការប្រយុទ្ធតយើងនាំគ្នាទៅមើលហើយកាត់មកកាន់សេយករបស់យើងហើយសេយករបស់យើងក៏បានសួរទៅកាន់ស៊ីអ៊ីនថាហេតុអ្វីយើងទៅមើលការប្រយុទ្ធរបស់ពួកគេយើងទៅមើលការប្រយុទ្ធរបស់ពួកគេដើម្បីស្វែងយល់ពីការប្រយុទ្ធរបស់ពួកគេហើយស៊ីអ៊ីននេះក៏បាននិយាយទៀតថាបើកភ្នែកឲ្យច្បាស់ហើយដើម្បីមើលពួកគេហើយសេយករបស់យើងត្រឹមតែឆ្លើយបាត់តែប៉ុណ្ណោះនៅពេលនោះដែរសេយករបស់យើងក៏បានសួរទៅកាន់ស៊ីអ៊ីនថាហើយនេះគឺជាការរៀនប្រយុទ្ធមែនទេខ្ញុំមានអារម្មណ៍ថាខ្ញុំដូចកំពុងតែរៀនបើកតាក់ស៊ីជាអញ្ចឹងហើយស៊ីអ៊ីនក៏បាននិយាយទៅកាន់សេយកវិញថាអ្នកមើលងាយខ្ញុំមែនទេហើយស៊ីអ៊ីនត្រឹមតែបាននិយាយទៀតថាអ្នកមើលរំពងទុកតែមែនទេកម្រិតផ្សេងគ្នាអ្នកកុំស្មានថាអាចខត់ខ្ញុំបានដើម្បីទៅមើលពួកគេហើយអ្នកស្វែងយល់ពីពួកគេរបស់យើងត្រឹមតែបានឆ្លើយបានតែប៉ុណ្ណោះហើយសេយកក៏បានថានោះពួកគេហើយស៊ីអ៊ីនក៏បាននិយាយផងដែរតោះពួកយើងទៅហើយកាត់មកខាងនេះវិញហើយនៅពេលនោះដែរនារីប្រមាណអ្នកនឹងក៏បានដើរសម្ដៅមកកាន់ស៊ីអ៊ីនហើយនៅពេលនោះដែរម្នាក់ស្រីសក់ក្រហមក៏បាននិយាយមកកាន់ស៊ីអ៊ីនយើងថានាងគឺជាក្មេងស្រីទៅចូលរៀននៅមធ្យមសិក្សានឹងមែនទេនាងមកមើលការប្រកួតដែរមែនទេពិតណាស់ខ្ញុំចាប់អារម្មណ៍ហើយនៅពេលនោះនាងក៏បានហុចបារីទៅកាន់ស៊ីអ៊ីនហើយស៊ីអ៊ីនក៏បាននិយាយថាខ្ញុំបើហើយមិញបារីរួចហើយនៅពេលនោះដែរម្នាក់ស្រីសក់ក្រហមនឹងក៏បានឆ្អល់ទៅកាន់សេយកយើងថានោះជាណាគេហើយនៅពេលនោះដែរស៊ីអ៊ីនក៏បានឆ្លើយថានោះគឺជាមិត្តខ្ញុំនៅស្រុកហើយសេយករបស់យើងវាក៏បាននិយាយថាអ្នកចាញ់ដូចខ្ញុំគេមិនអនុញ្ញាតមកឲ្យមើលការប្រកួតទេម្នាក់ស្រីក្បាលទៅក្រូចក៏បាននិយាយថាបញ្ឈប់ការនិយាយទៅពួកវាចាប់ផ្ដើមហើយកាត់មកកាន់អាពីអ្នកនឹងក៏បានប្រជុំមុខដាក់គ្នាបើទៅពីអ្នកវាទៅស្គ្រឹះថ្មិញដាក់គ្នាមែនទេដូចគំនុំគុំគួនគ្នាពីការណាមកអញ្ចឹងហើយនៅពេលនោះសាំងវងក៏បាននិយាយទៅកាន់អាមួយទៀតថាអាមួយនឹងមានឈ្មោះថាភូសូរ៉ាក៏បាននិយាយទៅកាន់នឹងវងថានោះគ្រាន់តែជាអបតហេតុតែប៉ុណ្ណោះពួកយើងលេងបាល់ហើយនៅពេលនោះដែរសាំងវងក៏បានចាប់កម្មមុខទៅកាន់ភូសូរ៉ាហើយក៏បានរូបភ្មេទៅកាន់វាក៏បានប្រើឆេបម៉ាត់វាម្ដាយចុងវួចមុខហើយនៅពេលនោះដែរសាំងវងក៏បានប្រើឆេបខាងស្ដាំម៉ាត់ទៅកាន់ភូសូរ៉ាម្ដាយទៀតហើយភ្លាមនោះភូសូរ៉ាក៏បានហក់វាយបាមកកាន់សាំងវងហើយសាំងវងក៏បានធាក់មួយជើងហើយនៅពេលនោះសាំងវងថែមទៅបានទេគេទៀតហើយនៅពេលនោះសាំងវងក៏បាននិយាយទៅកាន់ភូសូរ៉ាថាឯងសោចខ្លាំងណាស់ងើបមកតតាំងជាមួយយើងទៀតហើយស្របដែរសាំងវងវិញនិយាយហើយពួកអ្នកគៀងនេះក៏បានខ្សឹបសៀវគ្នាផងដែរថាសាំងវងពិតជាខ្លាំងមែនទែនហើយភ្លាមនោះសាំងវងក៏បានតទៅកាន់វាមួយជើងទៀតផងដែរហើយសាំងវងក៏បានមកលឺសលេងនិយាយផងដែរចាទៅអីទៅទៅញ៉ាំតែប៉ះដៃប៉ះជើងនឹងឯងអីឲ្យប៉ះកន្លែងផ្សេងអត់ទេណោះភ្លាមនោះផងដែរបុស្រាក៏បាននិយាយទៅកាន់សាំងវងថាឲ្យយើងសុំទោសផងយើងដឹងខុសហើយកាត់មកកាន់សេយកបន្តិចសេយកក៏បានថាសាហាវខ្លាំងណាស់អត់មានធម៌មេត្តាតែមួយនេះហើយនៅពេលនោះដែរសាំងវងក៏បាននិយាយថាអោយចង់សុំទោសចឹងឯងនឹងវាយបំបាក់ដៃឲ្យទុកជាការសុំទោសអាចង្រៃហើយរឿងរបស់យើងក៏បានកាត់ទៅកាន់ពេលរាត្រីកាត់មកកាន់អពៈសេយកវាក៏បានលូរត់តំថាខ្ញុំបើហើយមិនអាចវាយឈ្នះអពៈសាំងវងទេនៅពេលនោះដែរសៀនក៏បាននិយាយទៅកាន់សេយកថាអ្នកចាញ់ឲ្យកុំនិយាយច្រើនមើលខ្ញុំថាអ្នកក្នុងរយៈពេល1ខែទៀតអាចផ្ដួលសាំងវងបានហើយអពៈសេយកត្រឹមតែបានងឿយឈ្ងល់តែប៉ុណ្ណោះហើយសៀនក៏បាននិយាយទៅកាន់សេយកថាអត់ជឿអ្នកអាចសាកបងបានហើយនៅពេលនោះផងដែរវាក៏បានកាត់សម័យមកកាន់មុខអបិសាំងវងបន្តិចហើយសាយកវាក៏បាននិយាយឡើងថាយល់ព្រមទោះបីជាស៊ីអ៊ីននិយាយបែបនេះក៏ដោយមើលមកកាន់ខ្ញុំទៅមើលទៅដូចមិនទុកចិត្តខ្លួនឯងសោះហើយនៅពេលនោះដែរសាយករបស់យើងក៏បានក្តាប់ដៃឡើងហើយវាក៏បាននិយាយផងដែរកន្លះខែទៅលេខខាងលិចមួយខែទៅលេខខាងត្បូងកុំធ្វើបាបអ្នកទន់ខ្សោយកាត់មកកាន់មួយខែក្រោយហើយរឿងយើងក៏បានកាត់មកកាន់ពេលព្រលឹមជាពាក់ស៊ីអ៊ីនក៏បានសួរទៅកាន់អបិសាយកថាអ្នកត្រៀមខ្លួនហើយឬនៅហើយសាំងវងក៏បាននិយាយទៅកាន់សាយកយើងថាសាយកឯងមកកែរៀនមែនអត់យើងគ្រាន់តែសួរឯងតែប៉ុណ្ណោះសាយកអើយហើយភ្លាមនោះស៊ីអ៊ីនក៏បានស្លឹងមកទៅកាន់សាំងវងបន្តិចផងដែរហើយបើសិនជាអបិសេយកវិញឥឡូវវាពុំតែភ័យខ្លាចជាខ្លាំងហើយអបិសេយកក៏បាននិយាយទៅកាន់ស៊ីអ៊ីនថាស៊ីអ៊ីនណាបើសិនជាខ្ញុំអត់ប្រយុទ្ធបានអត់មើលទៅដូចរញ៉េរញ៉ៃដល់កយនេះហើយស៊ីអ៊ីនក៏បាននិយាយទៅកាន់សាយកថាសាយកអ្នកចង់ឲ្យគម្រោងការរៀបចំរបស់យើងរយៈពេល1ខែផ្ដាច់ទៅប៉ុណ្ណេះមែនទេអ្នកពិតជាកំសាកមែនទេហើយដូចទៅជាអញ្ចឹងអន់ខ្លាំងណាស់ហើយស៊ីអ៊ីនក៏បាននិយាយថែមទៀតថាអ្នកកុំភ័យសាយកអ្នកទៅធ្វើទៅតាមដែលខ្ញុំប្រាប់តែប៉ុណ្ណោះឬនិយាយឲ្យស្រួលយល់ការដឹកនាំកាត់មកកាន់ស៊ីអ៊ីននៅពេលនោះដែរស៊ីអ៊ីនក៏បានសេអ្វីមួយយ៉ាងហ
ហើយនាងក៏បានមូហើយនាងក៏បានបោះទៅកាន់អពៈសាងវងយកហ្មងហើយនៅពេលនោះផងដែរសាងវងវាក៏បានស្លឹងមើលទៅកាន់សេយកហើយនៅពេលនោះផងដែរសាងវងវាក៏បានគិតក្នុងចិត្តថាការប្រឡងត្រឹមតែបាន5នាទីតែប៉ុណ្ណោះសេយកក៏បានជាប់ការប្រឡងហើយបោះមកកាន់អញស្របនៅពេលនោះសេយកវាក៏បានគិតផងដែរថាហេតុអ្វីសាងវងមើលមកកាន់វាសាងវងវាបន្ទាប់ពីបានអានរួចវាពិតជាខឹងខ្លាំងមែនទែនកដាស់នឹងមានន័យថាការប្រយុទ្ធស្ដារមុខមាត់នៅពេលនោះដែរវាពិតជាខឹងខ្លាំងមែនទែនតាមពិតទៅជាបេសីនិរៀបចំតែទាំងអស់ហើយ chapter 2មានតែប៉ុណ្្នឹងតែប៉ុណ្ណោះបើសិនជា chapter បន្តទៀតខ្ញុំធានាថាល្អមើលខ្លាំងយកតែម្ដងហើយមុននឹងបញ្ចប់ទៅកាន់វីដេអូរបស់យើងបើសិនជាអ្នកទាំងអស់គ្នាចង់ donate មកកាន់ admin អាច donate តាមរយៈ QR នេះបានឲ្យ admin ចេញរឿងលឿនអីចឹងណាមកកាក់ម៉ាស៊ីននេះក៏បានដែរមកកាក់ម៉ាស៊ីនរបស់អ្នកទាំងអស់គ្នាអាចជួយ admin ច្រើនមែនទែនបើសិនអ្នកទាំងអស់គ្នាដាក់មកកាក់ម៉ាស៊ីនចឹងណានិយាយរួមទៅប៉ុណ្ណា admin យកទាំងអស់ហើយដូចជា sorry ទៅកាន់អ្នកទាំងអស់គ្នាផងដែល admin ចេញរឿងយឺតព្រោះអីពី3ថ្ងៃមុននេះ admin ធ្លាក់ខ្លួនឈឺយកតែមែនទែនតែម្ដងហ៊ីសបោផងចេញតាមរនចំហអីខ្លាំងមែនទែនយីមែនដល់កហើយនិយាយចឹងសង្ស័យថាគ្នាយើងគិតថាចេះអូ admin យ៉ាងម្នាក់ប្រហែលជាចេញរឿងចេះអូឈប់ទៀតចេញរឿងបានប៉ុណ្ណឹងអូឈប់ធ្វើទៀតដល់កតែអត់ទេឥឡូវខ្ញុំមានពេលវេលារៀងតនេច្រើនដែរដល់ពេលចឹងខ្ញុំឆ្លៀតពេលវេលាសម្រាប់អីចឹងទៅឲ្យអ្នកអរគ្នាបានមើលបានអីទស្សនាអីហ្នឹងសំខាន់នេះដល់ចំណុចសំខាន់នេះadmin ឈឺកខ្លាំងមែនទែនយីមែនឈឺកខ្លាំងយកទៅមែនទែនតែម្ដងព្រោះអីខ្ញុំសម្រាប់រឿងនេះយីមែនស្រ័យខ្លាំងនេះដល់កដល់ពេលចឹងឈឺកបាទហើយតារាមណាផែមដីនៅតែមានអ្នកលកានៅតែដែរយើងជួបគ្នានៅវីដេអូបន្តទៀត10ថ្ងៃក្រោយបានចេញចង់និយាយចឹង